ប្រធានបទនេះខ្ញុំចិត្តថាយុវជនយើងសពថ្ងៃកំពុងជួបប្រទះច្រើនអឺដែលយើងកំពុងតែចិត្តរើសផ្លូវមួយដែលយើងមានអារម្មណ៍ថាការងារដែលយើងកំពុងធ្វើរាល់ថ្ងៃហ្នឹងវាមិនមែនជាការងារនៅក្នុងក្តីសម័យរបស់យើងឬក៏ជាការងារដែលបងប្អូនទាំងអស់គ្នាគិតថាវាមិនមែនជាទិសដៅដែលយើងចង់ធ្វើតែប៉ុន្តែទទួលស្គាល់បងប្អូនទាំងអស់គ្នាក្នុងសតវត្សមួយនេះក្នុងបច្ចុប្បន្នកាលជាវេទិកាមួយដែលតូចចង្អៀតនៅក្នុងការបញ្ជាខ្លួននៅក្នុងវិស័យការងារប៉ុន្តែខ្ញុំគិតថាវាអត់ពិបាកពេកនៅក្នុងការដែលយើងអាចជ្រាបខ្លួនបានទេយើងមានលទ្ធភាពនៅក្នុងការជ្រាបលុះត្រាតែបងអូនចេះសម្របនៅបរិយាប័ត្រឬក៏បរិយាកាសនៅក្នុងការដែលយើងធ្វើការងារចេះស្ដែងទៅគ្នាយើងទាំងអស់គ្នាការដែលយើងច្រឡំនេះមិនមែនមានន័យថាយើងមិនមានបំណងទេខ្ញុំជឿថាការដែលបងអូនដើរទៅធ្វើការងារកន្លែងមួយសិតតែគិតពិចារណាប៉ុន្តែអ្វីដែលជាកត្តាធំបំផុតយើងមើលឃើញថាកត្តាទី1គឺសេដ្ឋកិច្ចកត្តាទី2គឺលុយដែលបងអូនត្រូវចំណាយដែលជាហេតុបង្ខំឲ្យបងអូនទៅធ្វើការងារកន្លែងមួយដែលវាខុសជំនាញរបស់បងអូនឬក៏អាចនឹងខុសសមត្ថភាពរបស់យើងដែលមាននៅក្នុងការសិក្សានៅលើថ្នាក់សាកលវិទ្យាល័យប៉ុន្តែនៅក្នុងវីដេអូនេះខ្ញុំចង់លើកទឹកចិត្តថាប្រសិនបើបងអូនកត្តាបង្ខំបែបហ្នឹងតែយើងគួរតែធ្វើយ៉ាងម៉េចនៅក្នុងជីវិតនៅកន្លែងការងារតែពិតអត់មានតែធ្វើយ៉ាងម៉េចទេស្រឡាញ់អ្វីដែលខ្លួនឯងកំពុងធ្វើអ្វីដែលខ្លួនឯងកំពុងតែធ្វើនឹងឲ្យអស់ពីលទ្ធភាពហើយឈរនៅក្នុងគោលការណ៍មួយអភិវឌ្ឍខ្លួនឯងជាប្រចាំនេះជាកត្តាចាំបាច់សួរថាទីបងស្រឡាញ់ខ្លួនឯងដែលកំពុងធ្វើនឹងស្រឡាញ់យ៉ាងម៉េចទៅជាទូទៅយុវជនយើងបើសិនជាធ្វើការខុសជំនាញអាចនឹងតែងតែស្ដាប់នៅសំឡេងខាងក្រៅថាអូខ្លាចសំឡេងខាងក្រៅគេថាអូអន់ណាអត់សូវល្អទេទៅលើទូនីតិកាតព្វកិច្ចហ្នឹងប៉ុន្តែជាក់ស្ដែងគ្នាយើងអត់ចឹងទេសំឡេងអ្នកដតីអាចជាសំឡេងមួយដែលអាចយើងឆ្លងកាត់តិចរបស់យើងតែមួយភ្លេតទេប៉ុន្តែសំឡេងដែលខ្លួនយើងដឹងច្បាស់ថាខ្លួនឯងកំពុងត្រូវទៅណាយើងលឺរហូតយើងតែងតែដាស់នឹង alert ខ្លួនឯងបែបថាខ្ញុំអត់ត្រូវដឹងទេខ្ញុំត្រូវតែមានអ្វីដែលផ្លាស់ប្ដូរខ្លួនឯងជាបទពិសោធន៍កិច្ចការខ្ញុំធ្វើកន្លងមកភាគច្រើនសុទ្ធតែជាកិច្ចការដែលអាចនឹងខុសអ្វីដែលជា purpose របស់ខ្ញុំអាចនឹងជាដែនសមត្ថកិច្ចមួយដែលយើងកំណត់ថាមិនមែនទៅក្នុងផ្លូវហ្នឹងណាប៉ុន្តែនៅពេលដែលខ្ញុំធ្វើអីមួយខ្ញុំតែងតែដើរគោលគំនិតខ្លួនឯងថាខ្ញុំព្យាយាមធ្វើអ្វីមួយដែលខ្ញុំកំពុងធ្វើនឹងឲ្យ the best ឲ្យល្អបំផុតទៅលើអ្វីដែលយើងបានឆ្លងកាត់វាចាស់ស្ដែងទូនីតិកាតព្វកិច្ចនៅពេលដែលបើយើងមិនស្រឡាញ់ទេយើងក៏មិនអាចធ្វើរហូតដល់រយៈពេលយូរដែរមិនមែនថាពេលខ្លះអ្នកទាំងអស់គ្នាតែចាំណាការងារដែលយើងមិនស្រឡាញ់យើងធ្វើឆាប់ stress ណាស់ឆាប់ស្មុគស្មាញឆាប់ធុញទ្រាន់អត់សូវគោរពពេលវេលាអត់សូវឲ្យតម្លៃលើការងារហើយជាទូទៅអ្នកទាំងអស់គ្នាតែចាំពាក្យខ្ញុំមួយម៉ាត់បើជ្រុលខ្លួនថាចូលទៅដល់នឹងហើយព្យាយាមធ្វើឲ្យកន្លែងនឹងល្អប្រសើរព្យាយាមធ្វើឲ្យស្ថាប័នមួយដែលយើងកំពុងតែទៅអភិវឌ្ឍនៃសមត្ថភាពទៀតតែយើងថានិយាយពេលឲ្យគាត់ស្ដាប់យើងទៅធ្វើការយកលុយអញ្ចឹងមុននឹងយើងបានលុយមកពីកន្លែងការងារហ្នឹងយើង should be give the valuable ទៅលើសមត្ថភាពនៃការឲ្យទៅលើតម្លៃនៃការងារដែលយើងកំពុងធ្វើយុវជនខ្លះឮថាកន្លែងហ្នឹងទូនីតិកាតព្វកិច្ចហ្នឹងអត់ល្អទេក៏មានអារម្មណ៍ថាច្រាលខ្លួនចេញប៉ុន្តែជាក់ស្ដែងមិនអញ្ចឹងទេកាលណាបងអូនទាញខ្លួនឯងចេញមានន័យថា potential របស់យើងអាចនឹងបាត់បង់ចក្ខុវិស័យនៅក្នុងការផ្លាស់ប្ដូរមិនប្រកាសថាក្តីសម័យរបស់បងអូនចង់ធ្វើអាហ្នឹងថ្ងៃហ្នឹងបងអូនអាចធ្វើអាហ្នឹងទេចក្ខុវិស័យនៅក្នុងការបន្តដំណើរ the journey career ឬក៏ career journey វាមានផ្លាស់ប្ដូរ journey ហ្នឹងមិនមែនថា journey កម្រិតដំបូងទេណា journey ដំណើរនៃការងាររបស់យើងដំណើរនៃការងារវាអាចមានការផ្លាស់ប្ដូរប៉ុន្តែនៅក្នុងការផ្លាស់ប្ដូរខ្ញុំចង់ឲ្យបងប្អូនទាំងគ្នាពិចារណាបន្តិច
ខ្ញុំតែងតែធ្វើអីមួយខ្ញុំចង់ឲ្យមានស្លាកស្នាមជាទូទៅខ្ញុំធ្វើការងារខ្ញុំតែងតែមានកំណត់អញ្ចឹងខ្ញុំចង់ឲ្យស្លាកស្នាមមួយនោះគឺដកដាមថាលីលុយបាន complete ទៅលើកិច្ចការមួយប្រកបទៅដោយប្រសិទ្ធភាពហើយយើងធ្វើយើងត្រួសត្រាយផ្លូវមួយដែលល្អសម្រាប់ស្ថាប័នហ្នឹងឲ្យអ្នកបុគ្គលិកមកក្រោយៗគាត់មានលទ្ធភាពនៅក្នុងការធ្វើឲ្យកាន់តែល្អប្រសើរជាងយើងនេះជាអីដែរប្រភពរបស់យើងចំណុចទី2ខ្ញុំតែងតែផ្ដល់នៅ credit ដល់ខ្លួនឯងទៅលើគុណតម្លៃនៃកេរ្តិ៍ឈ្មោះរបស់ខ្ញុំមិនដឹងថាបងប្អូនទាំងអស់គ្នាទៅធ្វើការងារដូចខ្ញុំអត់ទេប៉ុន្តែខ្ញុំតែងតែ give the value ឬក៏ credit for ឲ្យខ្ញុំសម្រាប់ខ្ញុំនៅក្នុងការបន្តចាក់ខុសវិស័យខ្លួនឯងបន្តទៀតជាទូទៅបើស្ទោះបីគេមិនឲ្យតម្លៃប៉ុន្តែខ្ញុំទទួលស្គាល់ខ្ញុំនឹងស្គាល់អំពីតម្លៃរបស់ខ្ញុំនៅក្នុងការកំណត់នេះមិនមែនខ្ញុំជាមនុស្សដែលលើកតម្កើងខ្លួនឯងទេប៉ុន្តែខ្ញុំជាមនុស្សម្នាក់ដែលមាន take note ចឹងរាល់ take note វាគឺជា technique មួយដែលខ្ញុំកំណត់ identify ខ្លួនឯងថាខ្ញុំបាន complete អីខ្ញុំបានធ្វើអីខ្ញុំបានបំពេញកាតព្វកិច្ចនឹងទូនីតិអីខ្លះនៅក្នុងពេលបម្រើការងារក្នុងស្ថាប័នមួយហ្នឹងហើយជាទូទៅនៅពេលដែលខ្ញុំចង់ធ្វើ achievement ឬក៏ complete ទៅលើអីមួយខ្ញុំអត់ពិបាកនៅក្នុងការ define ទេខ្ញុំអត់កាន់ពិបាកនៅក្នុងការ research ទេព្រោះ sometimes I already prepared step by step this is the way that student ត្រូវតែដឹងឬក៏យុវជនយើងត្រូវតែ must to be prepared ដូចនៅក្នុងការប្រឡងចឹងបងរៀននៅក្នុងសាកលវិទ្យាល័យមិនត្រូវការឲ្យបងអូនទៅរៀននៅពេលប្រឡងទេឲ្យរៀនពីមួយថ្ងៃទៅមួយថ្ងៃហ្នឹងបងអូនមានអីដែលត្រូវ take note នៅក្នុងសភៅអញ្ចឹងបានខ្ញុំនៅនិយាយតែថាវេទិកាមួយដែលក្នុងការផ្លាស់ប្ដូរខ្លួនឯងវាកើតចេញពីទម្លាប់តូចៗរបស់បងអូនរហូតដល់បង្កើតបរិយាកាសមួយឬក៏បដូរនៅបរិបទមួយធំនេះជាអីដែលខ្ញុំចង់ចែករំលែកអញ្ចឹងសរុបមកវិញនៅកន្លែងការងារបើសិនជាបងអូនគិតថាការងារនឹងមិនទាន់ពេញចិត្តទេប៉ុន្តែបងអូនត្រឡប់ទៅសួរខ្លួនឯងថាបងអូនបានធ្វើអស់ពីលទ្ធភាពនៅចំពោះកាតព្វកិច្ចនិងកន្លែងការងារមួយហ្នឹងនេះជាអីដែលខ្ញុំចង់ចែករំលែកហើយខ្ញុំមានតែប៉ុណ្្នឹងឯងនៅក្នុងថ្ងៃនេះបាយបាយ